សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើស្ងោរជ្រក់ត្រីហើយគ្រឿងផ្សំស្ងោរជ្រក់ត្រីថ្ងៃនេះគឺងាយទេអាចរកទិញនៅផ្សារបានតែបើនៅស្រុកខ្មែរគឺស្បូរហ្មងតាមផ្ទះមួយប៉ុន្តែបើនៅពេញអញ្ចឹងគឺមានតែទិញគេអ្នកទាំងអស់គ្នាហើយគ្រឿងផ្សំស្ងោរជ្រក់គឺមានគល់ស្ក្រៃម្ដែងហើយនឹងក្រូចឆ្មាហើយនឹងទឹកខ្ទឹមជីនាងវងជីអាណាម្ទេសហ្នឹងឯគ្រឿងផ្សំខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយជាដំបូងហ្នឹងគឺខ្ញុំដាក់ឆ្នាំងហើយដាក់ទឹកដាំឲ្យពុះសិនបន្ទាប់ពីយើងរងចាំមួយផ្លែតមកឥឡូវទឹកយើងគឺបានពុះហើយអ្នកទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំក៏ធ្វើការបង់ម្ដែងហើយនឹងគួរស្ក្រៃយើងហ្នឹងយើងដាក់វាចូលទៅអ្នកទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំក៏ធ្វើការដាក់ត្រីចូលបន្ទាប់ពីខ្ញុំដាក់ត្រីចូលហើយខ្ញុំក៏ធ្វើការបង់គ្រឿងមានស្ករសអំបិលហើយនឹងប៊ីចេងបន្ទាប់ពីយើងបានដាក់គ្រឿងរួចហើយបន្ទាប់មកយើងក៏គ្របឆ្នាំងរងចាំរហូតដល់តែត្រីឆ្អិនអ្នកទាំងអស់គ្នាឥឡូវគឺថាត្រីរបស់ខ្ញុំឆ្អិនហើយបន្ទាប់មកទៀតខ្ញុំក៏ធ្វើការបិទហ្គាសសិនបន្ទាប់ពីខ្ញុំបិទហ្គាសរួចហើយខ្ញុំក៏ដាក់គ្រឿងដែលយើងមាននោះដាក់គ្រឿងដែលនៅសល់ចុងក្រោយមានស្លឹកខ្ទឹមជីអាណាហើយវ៉ាន់ស៊ុយហើយម្ទេសនិងក្រូចឆ្មាបន្ទាប់ពីយើងដាក់គ្រឿងហើយទាំងអស់ហើយគឺប៉ុណ្្នឹងហើយអ្នកទាំងអស់ហ្នឹងហើយអ្នកទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំស្ងោរជ្រក់នេះហ្នឹងគឺមានតែប៉ុណ្្នឹងហើយវាអត់មានអីច្រើនទេហើយក៏ដល់ទីបញ្ចប់ដែរបាយបាយជួបគ្នាពេលក្រោយទៀត